សូមគោរពជំរាបសួរដល់បងប្អូនពុកម៉ែមិត្តភ័ក្តិបាទនៅក្នុងបណ្ដាញសង្គម Facebook បាទទាំងអស់ជាទីគោរពជាទីនឹករលឹកបាទថ្ងៃនេះខ្ញុំបាទកុសលបាទជាតំណាងបាទនឹងជំនួសមុខឲ្យម្ចាស់ទៀនបាទឥឡូវនេះបានពំនាំបាទជាស្បៀងអាហារហូបចុកបាទមានគ្រប់បែបយ៉ាងនៅកន្លែងនេះបាទមើលទៅឃើញក្នុងកាមេរ៉ាបងប្អូនបាទនេះមានតែថាបកាបាទឲ្យយកមកជូនដល់លោកយាយដែលគាត់មានជីវភាពក្រីក្រហើយគាត់អត់មានផ្ទះសម្បែងនៅទេបាទនេះគឺមកសុំក្មួយនៅទីនេះបាទនេះគឺក្មួយនៅកន្លែងតតាំងនេះបាទហ្នឹងហើយគាត់អត់មានកូនចៅទេបាទនៅជាមួយក្មួយឥឡូវនេះខ្ញុំបានមកដល់ផ្ទះគាត់ផ្ទាល់ហើយគឺលោកយាយមានបញ្ជនប៉ុន្មានហើយលោកយាយចាត់ជាងហើយជាប៉ែហើយប៉ែជាងហើយប៉ែជាងហើយលោកយាយកងខ្នងនេះបងប្អូនគាត់អង្គុយកៅអីចឹងគាត់ដើរកោងទៀតបាទដើរអោននេះបងប្អូនមកគាត់ចាស់ហើយមិនឃើញកើតទេហើយអរគុណមែនតើម្ចាស់ទៀតយើងដែលបានជួយកន្លែងនេះថាភូមិតពាំងត្រាវឃុំស្លាបាទស្រុកសំរោងខេត្តតាកែវហើយជំនួយសប្បុរសធម៌នេះគឺជាជំនួយតាមរយៈទី1គឺបងស្រីចំណានបាទរស់នៅខាងបាទសាន់តារ៉ូសាកាលីហ្វ័រញ៉ារដ្ឋអាមេរិកបាទតែបានញ៉ាថាការតាមរយៈខ្ញុំបានចំនួន$50ប៉ុន្តែយើងបែងចែកជា3គ្រួសារបាទហើយបន្តទៀតគឺបងស្រីសូវីចាបាទគាត់នៅខាងPennsylvania សហរដ្ឋអាមេរិកដែរបាទគាត់បានញ៉ាថាការតាមរយៈខ្ញុំបានចំនួន$40ឥឡូវយើងបែងចែកជា3គ្រួសារដែរបាទឥឡូវគ្រួសារទី1បាទហើយបន្តទៀតគឺបងស្រីស៊ូសានហុងនៅខាងរដ្ឋតិចសាសបាទរួមជាមួយនឹងបងផនអ៊ីមបាទនៅតិចសាសដែរហើយថាការបងហ្នឹងគឺផ្ញើធ្វើដងទឹកពីមុនយូរហើយឥឡូវនេះក៏ដោយសារយកបានធ្វើដងទឹកឥឡូវនេះយើងបានបែងចែកថាការបងចំនួន3គ្រួសារដែរយើងជួយដល់លោកយាយដែលគាត់មានជីវភាពក្រីក្រខ្វះខាតគាត់អត់មានកូនមានចៅទេរស់នៅជាមួយក្មួយឥឡូវនេះគឺយើងបានមកដល់ផ្ទះគាត់ហើយយើងបាននេះយកមកជូនគាត់ហើយនេះគឺលោកយាយបាទនេះមានយើងហៅចុកមានថាការលោកយាយសប្បាយចិត្តទេបាទហើយចឹងជូនពរចាស់ទៀនយ៉ាងតិចគាត់បានជួយបានចែកណយដល់ខ្ញុំវិញវាក្រីក្រនេះតកាខ្ញុំអត់ធ្វើអីអាការទេឥឡូវបានអរគុណអ្នកពួកអីនៅអាមេរិកទាំងអស់គ្នានឹងសិនអ្នកអាមេរិកអ្នកជួយណាហ្នឹងហើយសូមឲ្យមានសុខភាពល្អបរិបូរណ៍កម្លាំងមកមូលសុខភាពកាន់តែយូរវែងតទៅបាទអរគុណច្រើនហ្នឹងហើយដោយសារលោកយាយគាត់អត់នេះឲ្យលោកយាយពិការទេបងប្អូនសូមបញ្ជាក់គាត់កោងខ្នងគាត់ពិការគាត់ធ្វើឲ្យកើតទេគាត់បានទៅនៅមកកន្លែងហ្នឹងឲ្យដើរចិត្តហ្នឹងឯងគាត់ដើរអោនទេហើយគាត់ប៉ែតជាងនៅដើររួចគ្រាន់បើទេបងប្អូនបាទហើយហ្នឹងអរគុណមែនទែនហើយបងប្អូនដែលបានចូលរួមធ្វើទៀននេះគឺទៀនខែភ្លឺបងប្អូនគឺបងប្អូនបានគាត់នៅមើលឃើញគាត់នៅហូបកើតនេះថាទៀនខែភ្លឺបងប្អូនហើយថាផ្កាគាត់អាចទិញជាចំណីអាហារហូបចុកបានហ្នឹងហើយបងប្អូនធ្វើនេះចិត្តជាមិនខុសទេបាទគឺធ្វើចំតែម្ដងបាទគឺចំពួកគាត់អ្នកអត់អ្នកក្រីក្របាទគាត់ត្រូវការជំនួយបងប្អូនជួយព្រោះគាត់ពិការធ្វើឲ្យកើតនៅតែឯងទូរទស្សន៍ជនបាទហើយរស់នៅជាមួយក្មួយហ្នឹងហើយខ្ញុំបាទកសលក៏សូមជូនពរដល់ម្ចាស់ទៀនយើងអរគ្នាបាទសូមមកជួបតែក្រីសុខបាទសេចក្តីចម្រើនបាទរកទទួលទៀនមានបាននេះនឹងជាឆ្ងាយពីជំងឺចរាចរណ៍ទាំងពួងបាទសូមឲ្យសុខភាពល្អយឺតយូរនៅថ្នាក់ໄວបានសម្រេចដោយប្រាថ្នាហ្នឹងហើយបានសម្រេចដោយបំណងអរគុណច្រើនបាទសុខសប្បាយ